សូមចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូហោរាសាស្ត្រជារៀងរាល់ថ្ងៃខ្ញុំបាទសូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្ដាប់ហោរាសាស្ត្រប្រចាំថ្ងៃប្រហោះបើមើលតាមតម្រាទិញរបស់បើទិញរបស់នៅថ្ងៃប្រហោះនេះរបស់នោះនឹងនាំជោគល្អរបស់នោះមានភ្នែកជាដោះកណ្ដុលទៅទីជិតឆ្ងាយរមែងតែងតែរើសបានរបស់ផ្សេងនៅតាមផ្លូវដើម្បីចង់ដឹងថាជោគជតារិស័យរបស់ពុកម៉ែបងប្អូនឡើងរឿងកស្រុតចោះយ៉ាងណានោះសូមចុច like និង comment ពាក្យថាសាធុឬ comment លេខ89 98ដើម្បីទទួលបានលាភសំណាងនិងទទួលបានពរជ័យពីឆ្នាំរបស់លោកអ្នកដើម្បីកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូននិយាយតាមដានស្ដាប់ជាមួយ channel ខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុលនោមលៀបនោមសំណាងឧបរាចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនោមលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងក្រហមលេខនោមលៀបសំណាងលេខ11និង61សូម comment 888យកលៀបសម្បត្តិអ្នកមានជន់ខ្ពស់ចំពោះឆ្នាំជូតសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយក៏តោតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឲ្យមានកម្រិតខ្ពស់ទើបមិនមានបញ្ហាចោទឡើងរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមិនត្រូវបោះទុនអ្វីមួយដោយទឹកក្រហល់ឡើយពុំនោះនឹងជួបរឿងសោយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកស្ដាយក្រោយជាពុំខានរាការធ្វើដំណើរទៅទិសឦសានឲ្យប្រយ័ត្នបញ្ហាអាក្រក់ចូលយាយីបន្តិចរាបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានដំណើរការប្រែប្រួលប្ដូរផ្លាស់ពីព្រោះងាយទាំងផ្អែមល្ហែមនិងងាយទាំងទាស់ទែងគ្នាឆ្នាំឆ្លូវគោនោមលៀបនោមជ័យនោមសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនោមលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នោមលៀបសំណាងពណ៌សនិងក្រហមលេខនោមលៀបសំណាង45និង66សូម comment 689យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំឆ្លូវសម្រាប់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅមានកម្រិតមធ្យមទោះជាយ៉ាងណាក៏ដោយសម្រាប់ស្ត្រីនៅតែមានគ្រោះយាយីនៅឡើយដូច្នេះទោះធ្វើអ្វីក៏ដោយក៏មិនភ្លឺថ្លាដោយគប់បំណងប៉ុន្មានដែររាអ្នកប្រកបមុខរបរជួញដូររកស៊ីថ្ងៃនេះបើចង់បោះទុនដូចធំអ្វីមួយមិនទាស់ខុសទេព្រោះថាផលជាផ្លែផ្កាដែលទទួលបានមកវិញក៏សមដោយប្រកបមួយចំនួនវាត្រឡប់ទៅវិញផងដែររាការធ្វើដំណើរទីជិតឆ្ងាយតែងតែជួបភាពសុខដុមដូចសពមួយដងរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវវស្សាឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនោមលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នោមលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនោមលៀបសំណាងលេខ27និង49សូម comment 111យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាលជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដួងរិស័យរបស់លោកអ្នកគួរប្រសើរគួរសមម្លោះហើយបើចង់ធ្វើអ្វីចាប់ផ្ដើមពេញដៃពេញជើងបានហើយព្រោះថាផលល្អតែងតែហុចមកវិញជានិច្ចរាយការប្រកបការងារវិញលោកអ្នកមានលក្ខណៈពេញដៃពេញជើងហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងតែឆាប់ត្រូវរើគ្នាទៀតផងរាយអ្នកប្រកបមុខរបរជួញដូររកស៊ីវិញចេញធ្វើចំនួនទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគួរជាទីកក់ក្ដៅចំណែកឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយពីម៉ាយក្ដីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំសំគុំជាគ្រួសារជាឱកាសល្អប្រពៃបំផុតឆ្នាំថោះទុនសាយមាសមានបារមីដេចជាប្រាជ្ញាឆ្លៀសវៃមានគេជ្រោមជ្រែងអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិនិងអំណាចម៉ោងនោមលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងខ្មៅលេខនោមលៀបសំណាងលេខ1និងលេខ49សូម comment 168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំថោះសម្រាប់អស់លោកអ្នកដែលកើតឆ្នាំថោះជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នក
អ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកក៏តែងតែផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតរាយការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខសេមសានដោយសពម្ដងរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃឆ្នាំរោងនាគរាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំរមែងតែងមានអ្នកគ្រប់គ្រងទំនុកបំរុងសពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និងលេខ29សូមខមមិន555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំរោងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះមិនផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នោះឃើញថាងាយកើតឡើងចំពោះមុខផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីទោះការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីទោះចំណូលមិនច្រើនតែមានភាពសុខដុមល្អរាយការធ្វើដំណើរទីជិតឆ្ងាយទៅមានសុវត្ថិភាពគួរសមតែពេលត្រឡប់មកវិញគប់បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររាយបញ្ហាសេចក្តីស្នេហាកំណោះក្រមុំជួនកាលត្រូវរើគ្នាជួនកាលក៏រកម្មចិត្តមិនសូវទៀងទាត់ឡើយឆ្នាំម្សាញ់ពោះទេវតានាំលៀបឧបរាជចិញ្ចឹមមានជោគមានជ័យមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនាំលៀបសំណាង77និង99សូមខមមិន899យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំម្សាញ់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះការប្រកបការងារមានការប្រទៀងប្រទើសនិងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទោះតែមានការអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកទាំងនេះទៅរួចក្នុងរង្វង់គ្រួសាររបស់លោកអ្នកត្រូវតែចេះអត់ឱននឹងគ្នាខ្លះទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លុះធ្លាយចេញអស់ពីខ្លួនរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមិនថាការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើហើយបើពិសេសមានការបើកហាងថ្មីឬរបរថ្មីផងដែរនោះក៏ល្អប្រពៃដែររាយបញ្ហាសេចក្តីស្នេហាប្តីប្រពន្ធប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើនឆ្នាំមមីសេះមេតបនាំលៀបឧបរាជចិញ្ចឹមមានសំណាងឈ្នះរាល់សត្រូវគ្រប់ច្រឡហោឡើងបនឡើងស័កឡើងតួនាទីម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងសលេខនាំលៀបសំណាង7789សូមខមមិន555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំមមីសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមីជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនច្រើនផ្នែកក្នុងនេះមានថារឿងការងាររឿងប្រាក់កាសរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានភាពរលូនទៅមុខល្អនិងការរកផលកម្រៃទៀតសោតក៏គ្រាន់បើជាងមុនផងដែររីការធ្វើដំណើរទៅជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ៃក្តីជួបរឿងការយល់ខុសនិងភាពប្រជែកប្រច័ណ្ឌកំពុងចូលលុកលុយច្រើនដូច្នេះត្រូវកាត់បន្ថយខ្លះទៅបង្ការចំនួនវិវាទចេញពីខ្លួនទៅប្រសើរឆ្នាំមមេពពេមាសបារមីដេកជាមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនាំលៀបសំណាងលេខ20និង66សូមខមមិន789យកលៀបសម្បត្តិអ្នកមានជន់ខ្ពស់ចំពោះឆ្នាំមមេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមេជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះបើមានការលេងហ៊ុនឬបណ្ដាក់ទុនរយៈពេលវែងក៏បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាប្រឈមមុខជាមួយបញ្ហាមិនល្អកើតឡើងណាស់រីអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះបើមានការជួញតិចឆ្ងាយមានភាពលំនឹងល្អពោលគឺមានការរកផលចំណូលលោកអ្នកអាចបានគ្រាន់បំពេញក្រពះផងដែររីការធ្វើដំណើរតិចឆ្ងាយជួបភាពប្រទៀងប្រទើសនិងបញ្ហាយាយីច្រើនរីបញ្ហាសុពលភាពស្នេហាកំណោះក្រមុំឬពោះម៉ាយមីម៉ៃក្តីកុំភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នត្រូវរែកពុនទុកសោកមកវិញហើយនាំមានវិបត្តិនៅគ្រាក្រោយ
ឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងតែបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងខ្មៅនិងសលេខនាំលៀបសំណាង69និង99សូមខមមិន899យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំវោកសម្រាប់អស់លោកអ្នកដែលកើតឆ្នាំវោកជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការជឿនលឿនគួរសមម្ល៉េះហើយរាល់កិច្ចការងារបើសម្រុកតែងតែទទួលបានជោគជ័យត្រឡប់មកវិញរាអ្នកប្រកបមុខរបរជួញដូររកស៊ីវិញឃើញទាំងការជួញទីជិតឆ្ងាយមានដំណឹងល្អពោលគឺមិនមានអ្វីប្រែប្រួលដោយជាទីកត់សម្គាល់ទេគឺដោយសពមីដងរាការធ្វើដំណើរទីជិតឆ្ងាយមានភាពប្រទៀងប្រទើសនិងបញ្ហារត់ចូលច្រើនក៏បីមានការប្រយ័ត្នប្រយែងរាបញ្ហាសេចក្តីស្នេហាប្រុសស្រីព្រោះតែពេលនេះមានរឿងរ៉ាវចូលមកកកោផ្លូវចិត្តធ្វើឲ្យកើតមានការប្រទៀងប្រទើសគ្នាច្រើនឆ្នាំរកាមួនភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ48និង59សូមខមមិន666យកលៀបសម្បត្តិកហបតីជនខ្ពស់ចំពោះឆ្នាំរកាសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរកាជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតការរស់នៅរបស់យើងពេលខ្លះល្អពេលខ្លះមិនល្អជារឿងធម្មតាចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីពេលនេះប្រៀបដូចជាបានភ្លៀងមួយមេស្រឡះព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឲ្យវិនាសជាអហោសិកម្មអស់ទៅរាការប្រកបមុខរបរក៏អាចប្រព្រឹត្តទៅបានដោយពេញដៃពេញជើងវិញហើយរាបញ្ហាសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំនៅថ្ងៃនេះមានការរីកចម្រើនលើសលើសទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃឆ្នាំចសនៈមានលៀបមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីឬអ្នកមានជនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ11និង61សូមខមមិន555យកលៀបសម្បត្តិអភិជនចំពោះឆ្នាំចសម្រាប់អស់លោកអ្នកដែលកើតឆ្នាំចជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដោយសារយីអ៊ុនរបស់លោកអ្នកឡើងខ្ពស់ដូច្នេះផ្ដល់ផលល្អសម្រាប់លោកអ្នកបំពេញកិច្ចការងារផ្នែកប្រាក់កាសឬធ្វើកិច្ចសន្យាអ្វីមួយផងដែររាយការរស់នៅមានភាពសុខដុមនិងកំពុងស្រស់ស្រួលល្អប្រសើរគួរសមចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីទោះបីចាញ់ធ្វើចំនួនទីជិតឆ្ងាយតែងតែផ្ដល់ផលល្អហុចមកវិញគួរជាទីពេញចិត្តផងដែរប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅនឹងដៃមិនសូវជាប់ទេតែងតែហូរធ្លុះធ្លាយទៅវិញអស់ពុំឃើញសេះសល់អ្វីឡើយរាយការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខសេមសានទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំឃើញថាបើមានការជ្រើសរើសគូស្រករតែងតែជួបគូព្រេងពិតដោយសេចក្តីប្រាថ្នាឆ្នាំកជ្រូកនោមសំណាងនោមសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនោមលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងផ្កាឈូកលេខនោមលៀបសំណាងលេខ61និង82សូមខមមិន168យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំកសម្រាប់អស់លោកអ្នកដែលកើតឆ្នាំកជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការគិតមុខគិតក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសពមួយដងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីរយៈពេលនេះមុននឹងធ្វើការចោះទុនអ្វីមួយត្រូវតែចេះគិតគូរឲ្យបានច្បាស់លាស់សិនមុននឹងអនុវត្តពីពេលក្រោយទើបអាចទទួលបានផលសម្រេចល្អរីឯបញ្ហាសុពលភាពស្នេហាកំឡោះក្រមុំប្រុសស្រីមិនសូវចេះអត់ឱននៅគ្នាប៉ុន្មានទេម្ល៉េះហើយទើបកើតមានរឿងរ៉ាវរកម្មចិត្តចំពោះគ្នាច្រើនហើយពេលខ្លះត្រូវតម្លើងសរសៃកដាក់គ្នាទៀតផង